អាកាសធាតុប្រែប្រួលខ្លាំងមែនទែនបងហើយម្ដងក្តៅម្ដងត្រជាក់ម្ដងល្ងាចឹងហើយគេថាសុខភាពនោះមួយគឺថាពិបាកខ្លាំងមិនថាចាស់មិនថាក្មេងទេផ្ទះខ្ញុំគឺថាឈឺសឹងថាទាំងអស់គ្នាផ្ដាសាយនឹងឯងហើយជាពិសេសគឺថាកូនតូចកូនញក់ហ្នឹងគឺថាមកឈឺគេដែរយើងមួយធំឈឺអីទេថាកូនក្មេងគេឈឺផ្ដាសាយពិបាកខ្លាំងមែនទែនជាពិសេសអាពេលដេកយប់ដោយកូនខ្ញុំជាដើមជំនាញបងហើយគឺថាធ្វើຕົកពេញមួយយប់ដេកភ្ញាក់ម៉ោង2ដូចជាម៉ោង2កន្លះម៉ោង2កន្លះហ្នឹងឯងក្រោកឡើងគឺថាយំផងអីផងដោយសារតែគ្នាបាក់ដកដង្ហើមដល់ពេលចឹងទៅម្ដាយមិនដឹងធ្វើម៉េចក៏មានតែអង្គុយបិឈរឲ្យគាត់ដកដង្ហើមស្រួលចឹងហើយគឺថាអត់ល្ងុយពេញមួយយប់ហើយមានម៉ាក់ណាដូចម៉ាក់ខាងខ្ញុំអត់ឲ្យទៅថាពេលកូនឈឺម្ដងគឺថាពិបាកក្នុងចិត្តខ្លាំងមែនទែនបើសិនជាអាចទាញអាចជំងឺនឹងយកមកដាក់ខ្លួនឯងបានប្រហែលជាទាញឲ្យអត់ទ្រាំមើលកូនឈឺចឹងទេហើយនេះបន្ទាប់ពីព្រឹកឡើងគឺថាចាប់ដើមស្រោចទឹកស្រោចអីគាត់ហើយរត់ថ្នាំរត់អីច្រកហើយក៏ឆ្លៀតមកបោកខោអាវបោកអីដោយសារតែម្សិលមិញគឺថាបោកខោអាវខ្លួនឯងថ្ងៃនេះគឺថាបោកខោអាវឲ្យគាត់ម្ដងដោយសារអស់ខោអាវស្លៀកហើយខោអាវមួយសុទ្ធតែលាកបានមួយផ្លេតទាំងឯងដោះប៉ុន្តែអត់ហ៊ានឲ្យគាត់ស្លៀកច្រើនដងហើយខ្លួនឯងហ្នឹងគឺថាក៏គ្រុនដែរអង្គុយបោកខោអាវទាំងស៊ីនសក់ហ្នឹងឯងរកថាបោកខោអាវហើយសុំទៅទិញអីថ្នាំអីលេបខ្លួនឯងម្ដងហើយនៅក្នុងវីដេអូនេះក៏សូមផ្ដាំទៅបងទាំងអស់គ្នាថាថែទាំសុខភាពផងជាពិសេសគឺថាកូនតូចញក់នឹងឯងកុំឲ្យគ្នាឈឺអីហើយបើថែទាំសុខភាពកូនតូចហើយគឺកុំភ្លេចថែទាំសុខភាពខ្លួនឯងផងប្រយ័ត្នឆ្លងខ្លួនឯងទៅកូនឆ្លងពីកូនមកខ្លួនឯងមានតែពិបាកទាំងអស់គ្នានឹងឯងចុងក្រោយគឺថាសូមអរគុណបងខ្លាំងមែនទែនដែលចូលមកមើលវីដេអូខ្ញុំដោយសារតែเพจរបស់ខ្ញុំបង្កើតទៅធ្វើវីដេអូវែងលើកទី1ចឹងហើយក៏រៀងពិបាកខ្លះដែរជាពិសេសគឺបញ្ចូលសលេងអត់ដឹងថានិយាយពីណាទៅណីទេចឹងហើយក៏មានតែអរគុណបងហើយក៏សូមទោសផងនៅពេលដែលខុសត្រង់ចំណុចណានិយាយប៉ះពាល់អីថាមានតែសុំទោសបងនឹងឯងហើយក៏អត់មានអីទេមានតែប៉ុណ្្នឹងឯងបងអរគុណច្រើន